ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុនច័ន្ទណាមកពីក្រុម ICP 11.12 ចឹងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀប install Ubuntu ចឹងមុនដំបូងយើងត្រូវ download VisualBox មុនសិនយើងត្រូវមាន software VisualBox សិនចឹងយើងចុចចូល Google មកវាយ VisualBox ហ្នឹងហើយ download ចឹងខ្ញុំយកកន្លែង7.2.6 នេះចឹងដោយសារតែរបស់ខ្ញុំមានស្រាប់ហើយចឹងខ្ញុំសុំខ្វែងចោលសិនតើមកយើង download Ubuntu server ម្ដងអញ្ចឹងយើងចុចតាមហ្នឹងមកចុចចូល website វាហ្នឹងមកហើយតើមកយើងចុច download នេះមកហើយអានេះដូចគ្នាដោយសារតារបស់ខ្ញុំមានស្រាប់ហើយអញ្ចឹងទៅនេះវាពឹងដើរនៅពេលដែលយើងចុចវាពឹងដើរអញ្ចឹងចឹងដោយសារតែរបស់ខ្ញុំlạiនឹងមានស្រាប់ហើយចឹងទៅខ្ញុំសុំខ្វែងចោលដែរចឹងឥឡូវយើងមកតឡើង VisualBox វិញម្ដងចឹងនេះfile វាយើងចុចលើrun file exe ហ្នឹងមកបន្ទាប់មកកន្លែងនេះយើងចុចយក next បន្ទាប់មកយើង tick I accept បន្ទាប់មកយើងចុចយក next បន្ទាប់មកយើង next ទៀតកន្លែងហ្នឹងយើងអត់ត្រូវការដូរអីទេតើមកយើងយក yes ហើយយើងយក yes ទៀតមកហើយកន្លែងនេះអត់មានដូរអីទេយើង next តើមក installចឹងកន្លែងនេះគឺយើងចុចfinish មកបន្ទាប់ពីយើង install software ហ្នឹងហើយវានឹង load ផ្ទាំងនេះមកមួយចឹងកន្លែងហ្នឹងយើងយក create new យើងបង្កើតម៉ាស៊ីនថ្មីយើងដាក់ឈ្មោះយើងមកខ្ញុំដាក់ឈ្មោះខ្ញុំហើយបន្ទាប់មកកន្លែងនេះយើងត្រូវរើសទីតាំងយើងចង់ដាក់នៅកន្លែងណាក៏បានចឹងខ្ញុំសូមដាក់នៅ 3D មកខ្ញុំបានបង្កើត file ទុកហើយបង្កើត folder ទុកដាក់វាហើយយើង select វាមកនេះគឺជាទីតាំងរបស់យើងកន្លែងនេះយើងរើស Linux ហើយកន្លែង OS distribution នេះយើងយកUbuntu បន្ទាប់មកយើងយក next មកហើយចូលដល់កន្លែងនេះគឺ memory យើងយកប៉ានេះមក4096ហើយអានេះគឺ hard disk ខ្ញុំយក 25G ហើយnumber CPU នេះខ្ញុំយក2តោះមកយើងយក next បន្ទាប់មកយើងចុច finish ចឹងអានេះយើងបានបង្កើតហើយចឹងមកយើងចុចឲ្យ start វាមកនេះគឺឲ្យយើងរងចាំវាបន្តិចសិនឲ្យវាដើរបន្តិចសិនចឹងកន្លែងហ្នឹងវានឹង load មកបែបនេះគឺចឹងទៅកន្លែងហ្នឹងយើងត្រូវ add image file IIS យើងចូលនេះឲ្យខ្ញុំទៅដាក់ file របស់ខ្ញុំនេះគឺ image IIS របស់វាយើង add វាចូលយើងចុច open មកបន្ទាប់មកយើង tick វាហើយយើងចុច mount and នេះហ្នឹងមកចូលដល់ line នេះយើងចុចselect line ហ្នឹងយើងចុច enter ហើយនេះទុកឲ្យវាដើរបន្តិចសិនមកចឹងចូលដល់កន្លែងនេះយើងយកភាសាអង់គ្លេសយក English enter មកហើយតមកកន្លែងនេះយើង enter វាទៀតមកហើយយើងដានមកចុច enter ហើយយើងដានវាទៀតដល់កន្លែងនេះយើងដាន
ហើយកន្លែងនេះយើង skip វាចឹងយើងអត់តដាក់អីទេយើងចុចដានទៀតចឹងទៅយើងត្រូវរងចាំវាបន្តិចសិនចឹងបន្ទាប់មកយើងចុចដានហើយកន្លែងនេះយើងដោះកន្លែង asset app នេះចេញគឺកន្លែងហ្នឹងយើងចុច arrow key មកក្រោមមកហើយបន្ទាប់មកយើងចុច space ដើម្បីដោះវាហើយយើង arrow key មកក្រោមចុចដានតមកដល់កន្លែងនេះយើងចុចដានទៀតមកហើយយើងយក continue enter បន្ទាប់មកកន្លែងនេះដាក់ឈ្មោះកន្លែងនេះខ្ញុំសូមដាក់ឈ្មោះខ្ញុំទាំងអស់ហ្មងទៅខ្លាចកុំឲ្យវាច្រឡំចូល name ហើយតមកយក server name យើងនេះខ្ញុំដាក់ឈ្មោះខ្ញុំដែរបន្ទាប់មកដល់pick username ខ្ញុំសូមដាក់ឈ្មោះដូចគ្នាទាំងអស់ដាក់ឈ្មោះខ្ញុំហើយបន្ទាប់មកយើងដាក់លេខកូដយើងដាក់ password ដែលយើងងាយចាំមកដាក់ឲ្យលើនឹងក្រោមគឺយើងត្រូវដាក់ឲ្យដូចគ្នាបន្ទាប់មកយើងយកដានបន្ទាប់មកកន្លែងនេះយើងយក continue បន្ទាប់មកកន្លែងនេះយើងtake វាយើងចុច space វាកន្លែងហ្នឹងមកបន្ទាប់មកយើង arrow key មកក្រោមយកដានតមកនេះយើងចុច arrow key មកក្រោមរហូតយកដាន enter ហើយយើងរងចាំវាបន្តិចសិនតមកកន្លែងនេះខ្ញុំយកrose មិញនោះហ្នឹងខ្ញុំបន្ទាប់មកដល់កន្លែងនេះយើងចុច enter មកហើយវានឹងដើរចឹងកន្លែងហ្នឹងគឺយើងត្រូវចាំវានឹងដើររឿងយូរដែរតមកខ្ញុំ skip ដល់កន្លែងនេះហ្មងយើងវាឲ្យយើងបញ្ចូលuser យើងដាក់ឈ្មោះខ្ញុំដាក់ឈ្មោះខ្ញុំហ្មងមកហើយ password ដែលយើងដាក់មិញនោះបន្ទាប់មកបើយើងវាយត្រូវហើយវានឹង load បែបនេះតមកយើងវាយ comment មួយចំនួនអញ្ចឹងមុនកំបោងខ្ញុំសូមវាយ comment ទី1នេះគឺខ្ញុំសូមវាយ comment នេះបន្ទាប់មកយើង enter វាឲ្យយើងដាក់ password បន្ទាប់មកយើងដាក់ password មកចឹងនៅលើផ្ទាំង console វាអត់ចេញផ្ទាំងហ្នឹងវាអត់មានចេញ load ទេយើងវាយមកវាអត់បង្ហាញទេយើង enter មកហើយបន្ទាប់មកទៀតយើងត្រូវវាយ comment មួយទៀតតែ comment មួយនេះដាក់ password ដែរខ្ញុំច្រឡំឡើយនេះចឹងកន្លែងនេះយើងត្រូវវាយ comment មួយទៀតនេះខ្ញុំ skip មកហ្មងតែកន្លែងនេះerror ដោយសារអីកន្លែងនេះខ្ញុំវាយ comment ហ្នឹងវាអត់ដើរចឹងទៅដូរ comment វិញចឹងទៅខ្ញុំវាយcomment sudo apt update តមកឡើយនេះយើងចាំឲ្យវាដើរបន្តិចសិនបន្ទាប់មកដល់ line comment មួយនេះទៀតខ្ញុំវាយដូចលើមិនដែរតែ comment នេះដូចជាអត់ត្រឹមត្រូវទេ comment នេះកន្លែងនេះខ្ញុំវាយច្រឡំ line comment នេះអញ្ចឹងទៅវា error ដូចមិញ
chẳng tới là như ở tập bị dương bay comment ở update mình nốt dương quay solo apt update hai dương quay solo apt upgrade độ bay mà đòn để sao một năng nhung quay chờ làm chẳng tới error chẳng vì nâng upgrade ở dương này chẳng là ní dương thử nơi trăm vì đường dương tịnh đáy vì nâng đào nhung xong ơi cái là nhánh nhung được chỉ skip bia sẵn để sao vì đường đa mùi sân tổ đài năng ấy bắt tập bị đa bên hai viên cho cái là ní hai dương quay thép cho ok năng mắt hay tầm mắt viên năng đa năng trong video nhóm miền tập năng ở con lục rú năng để tặng ạc này đại bàn mờ video mùi này